រឿងរុំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈីកនិយាយពីគ្រួសារពូភក្តីវិញអញមិនអោយទៅប្រជុំជាមួយមេភូមិនោះទេកុំរវល់រឿងអត់ប្រយោជន៍ទៅរកត្រកូលរកកញ្ឆែតយកមកលក់រួចយកលុយឲ្យអញផឹកតែលោកមេភូមិថាប្រជុំនេះសំខាន់ណាស់ឯងសាកទៅឡមើលទៅបើអញមិនទៅវាយនៅកន្លែងប្រជុំនោះទេអញមិនមែនឈ្មោះអាក្តីទេវើយពេលនោះអាកូដែលជាកូនបង្កើតរបស់ពូក្តីក៏មកសុំលុយពូក្តីទៅមើលគោលនៅវាលពុកសុំលុយ100ទិញស្ករគ្រាប់ហូបយីមកសុំលុយអញទៅកើតឯងដឹងថាឯងរវល់យ៉ាងណាទេរកតែពេលរកលុយគ្មានផងឆាប់ចេញទៅមើលគោភ្លាមបើមិនចឹងទេតិចថាអញវាយឡើពេលនោះពូភក្តីក៏កាន់ដបស្រាចូលទៅក្នុងភូមិដើម្បីជួបជុំមិត្តភ័ក្តិរបស់គាត់នៅទីនោះប្រពន្ធពូក្តីនិងអាកូមិនហ៊ានជាមួយនឹងពូក្តីឡើយព្រោះពូក្តីតែងតែវាយប្រពន្ធនិងអាកូជានិច្ចនៅពេលដែលពួកគាត់មិនស្ដាប់បែរមកមើលអ្នកភូមិក៏ដើរតម្រង់ទៅកាន់ផ្ទះមេភូមិដើម្បីស្ដាប់ការណែនាំរបស់លោកមេភូមិយីពូមេញអើយទៅណាទៅណីនឹងច្រើនម្លេះសង្ស័យទៅស៊ីត្រាវហ្មងហ្នឹងទៅប្រជុំនៅផ្ទះលោកមេភូមិគាត់មានរឿងសំខាន់ណាស់ដែលត្រូវប្រាប់ដល់អ្នកភូមិទាំងអស់គ្នាចុះលោកមេភូមិមានមកហៅគ្រូសាឯងទេគាត់មកហៅតើតែខ្ញុំមិនអោយប្រពន្ធខ្ញុំទៅទេព្រោះអីទៅប្រជុំគ្មានបានលុយអីផងនាំឲ្យតែខាតពេលវេលាទុកពេលនឹងដើររកត្រកូលរកកញ្ឆែតយកមកលក់យកលុយឲ្យខ្ញុំផឹកទៅមិនអរជាងឯងបើមិនទៅខ្ញុំទៅហើយខ្លាចគេប្រជុំមុនបាត់ណាទៅចោះពួកអត់ការងារធ្វើណែមើលខ្ញុំការងារធ្វើរាល់ថ្ងៃរកតែពេលដើររកលុយគ្មានផងខ្ញុំផឹករាល់ថ្ងៃខ្ញុំចំណេញណាស់តិចថាខ្ញុំខាតទៅខ្ញុំផឹកហើយខ្ញុំទៅក្អួតនៅផ្ទះឲ្យឆ្កែខ្ញុំស៊ីណាពួកអ្នកភូមិក៏បានដើរទៅដល់ផ្ទះលោកមេភូមិដោយមិនខ្វល់នឹងសម្ដីរបស់ពូភក្តីឡើយព្រោះគាត់ជាមនុស្សដែលគេលែងប្រកាន់ទៅហើយបាទជាដំបូងសូមអរគុណដល់លោកអ៊ំលោកតាលោកយាយពូមីងដែលមានវត្តមាននៅទីនេះដោយសារតែឃើញនៅសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខ្ញុំសូមប្រាប់លោកតាលោកយាយអ៊ំពូមីងទាំងអស់គ្នាពីជំងឺម្យ៉ាងដែលហៅថាជំងឺគ្រុនឈីកជំងឺគ្រុនឈីកបង្កឡើងដោយវីរុសឈីកតាមរយៈមូសខ្លាជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យមិនថាក្មេងចាស់ឬមនុស្សពេញវ័យនោះឡើយសូមកាត់ប្រសាសន៍លោកមេភូមិតើជំងឺគ្រុនឈីកនឹងមានរោគសញ្ញាយ៉ាងម៉េចទៅបាទជំងឺនេះមានរោគសញ្ញាសំខាន់3យ៉ាងទី1គ្រុនក្តៅ3ទៅ4ថ្ងៃទី2ឈឺសន្លាក់ជាច្រើនកន្លែងនិងទី3មានស្នាមកន្ទួលឬក្រហមនៅលើស្បែកចុះជំងឺនឹងអាចធ្វើឲ្យមនុស្សស្លាប់បានទេលោកមេភូមិជំងឺនេះមិនបណ្ដាលឲ្យអ្នកជំងឺស្លាប់នោះទេលើកលែងតែមានជំងឺផ្សេងមកផ្សំជាមួយដូចជាជំងឺគ្រុនឈាមជំងឺគ្រុនចាញ់ឬជំងឺរលាកស្រោមខួរជាដើមចុះធ្វើមិនទៅកុំឲ្យកើតជំងឺនេះវាមិនពិបាកនោះទេយើងអាចធ្វើបានគ្រប់គ្នាទី1យើងត្រូវលុបបំបាត់នៃប្រភពដង្កូវទឹកទី2ប្រមូលរាល់វត្ថុដក់ទឹកបានយកទៅកម្ទេចឬក៏កប់ចោលទី3បំបត្តិកំពតស៊ុបទ្រុបនៅជុំវិញផ្ទះទី4កុំគេងនៅទីងងឹតនៅពេលថ្ងៃត្រូវគេងក្នុងមុងទី5កុមារមនុស្សចាស់ត្រូវស្លៀកសម្លៀកបំពាក់វែងការពារមុខខំទី6បើកទ្វារបង្អួចផ្ទះឲ្យមានពន្លឺថ្ងៃចាំងចូលគ្រប់គ្រាន់ដើម្បីដេញមូសខ្លាអ្វីដែលខ្ញុំណែនាំត្រូវបានបញ្ចប់ត្រឹមនេះតើលោកតាលោកយាយបងប្អូនពូមីងអាចចាត់វិធានការលើជំងឺនេះបានឬទេបានលោកមេភូមិបានលោកមេភូមិ
អ្នកភូមិបានលាលោកមេភូមិមកផ្ទះរៀងៗខ្លួនពេលមកដល់ផ្ទះក៏អនុវត្តវិធានការដែលលោកមេភូមិបានប្រាប់រៀងៗខ្លួនចំណែកអាកោវិញបានទៅមើលគោជាធម្មតាតែថ្ងៃនេះវាបានដេកក្បែរកំពតព្រៃចិត្តថ្លុកក្របីដេកវាជាឱកាសរបស់ពួកយើងហើយដែលត្រូវបឺតឈាមស្រស់ៗអែមពីក្មេងម្នាក់នោះមែនហើយលោកម្ចាស់តើមាននរណាទៅខំក្មេងនោះមុនគេខ្ញុំអស់ទៅចូលយើងនឹងចម្លងជំងឺឈីកដល់ឯងពេលនោះហើយដែលមូសទាំងនោះបញ្ចូលវីរុសឈីកចូលទៅក្នុងខ្លួនរបស់អាកោ3ថ្ងៃក្រោយមកអាកោមានអាការៈក្តៅខ្លួនឈឺសន្លាក់ឆ្អឹងនិងមានកន្ទួលក្រហមលើស្បែកអាកោក្តៅខ្លួនខ្លាំងណាស់ដេកនៅលើគ្រែចំណែកពូក្តីទៅផឹកបាត់ទៅហើយមិនដែលមើលកូនសោះឡើយទុកឲ្យម្ដាយអាកោជាអ្នកមើលថែកូនមិនហើយកូនមានធូរស្បើយខ្លះអត់ទេម៉ែកូនក្តៅខ្លាំងណាស់ហើយឈឺតាមសន្លាក់ដៃជើងទៀតណាមួយមានកន្ទួលក្រហមលើស្បែកកូនណាម៉ែកូនក្តៅណាស់កូនពិបាកទ្រាំណាស់ម៉ែពីមួយថ្ងៃទៅមួយថ្ងៃអាការៈរបស់អាកោកាន់តែខ្លាំងឡើងម្ដាយអាកោក៏រត់ទៅរកប្តីនៅកន្លែងស៊ីផឹកឲ្យគាត់ជួយមើលកូនណែអ្នកកូនយើងអាកោឈឺខ្លាំងណាស់ជួយទៅមើលវាផងយីកូនឈឺមិនទៅរកពេទ្យទេបែរមករកអញនឹងពេទ្យមែនតោះអាដែងផឹកទៀតវើយហើយដាក់ដាច់វើយដាច់បើគាត់មិនមកជួយមើលតើឲ្យខ្ញុំទៅរកអ្នកណាបើខ្ញុំយកទៅពេទ្យខ្ញុំគ្មានលុយមីកាក់មីសេនហើយពេទ្យនៅឆ្ងាយណាស់តើខ្ញុំអាចទៅទីនោះយ៉ាងម៉េចទៅគាត់គិតហើយរួចក៏ត្រឡប់មកផ្ទះវិញអាកោកាន់តែធ្ងន់ទៅដោយមិនដឹងធ្វើម៉េចគាត់មានតែបន់ស្រន់ដល់អរុក្ខរៈអ្នកតាទេវតាអើយជួយដល់ជីវិតកូនខ្ញុំផងព្រោះអីខ្ញុំមានតែកូនម្នាក់នេះគត់លុះដល់ល្ងាចអាកោក្តៅខ្លាំងណាស់មុនដង្ហើមចុងក្រោយរបស់វាបាននិយាយជាមួយម្ដាយវាថាម៉ែអើយកូនសុំលុយ100មកទិញស្ករគ្រាប់ហូបម៉ែថែរក្សាខ្លួនផងណាកូនមិនបានសងគុណម៉ែទេកោក៏បានផុតដង្ហើមទៅអាកោកុំទៅណាចោលម៉ែមានតែកូនម្នាក់គត់បើម៉ែគ្មានកូនទេតើឲ្យម៉ែពឹងអ្នកណាបែរមកមើលវងស៊ីផឹករបស់ឪអាកោវិញណែលោកបងក្តីតិចលោកកូនលោកបងឯងកើតជំងឺឈាមទេដឹងថ្ងៃមុនពេលដែលប្រពន្ធខ្ញុំទៅប្រជុំនៅផ្ទះលោកមេភូមិគាត់ថាជំងឺឈាមនឹងមានអាការៈដូចកូនលោកបងអញ្ចឹងហើយណាមួយកូនលោកបងមានជំងឺរលាកស្រោមខួរទៀតវាអាចឈានដល់ស្លាប់ណាលោកបងពូក្តីក៏បោះដបស្រារួចក៏រត់មកផ្ទះវិញព្រោះអីអាកោបានបាត់បង់ជីវិតបាត់ទៅហើយវាជាការធ្វេសប្រហែសរបស់គាត់ដែលធ្វើឲ្យកូនដែលជាទីស្រឡាញ់របស់គាត់បាត់បង់ជីវិតព្រោះអីអាកោមានជំងឺប្រចាំកាយគឺជំងឺរលាកស្រោមខួរផងដែរដោយសារតែកាលនៅតូចវាមិនទទួលបានវ៉ាក់សាំងការពារឡើយព្រោះតែពុកប្តីមិនឲ្យទៅចាក់នាំឲ្យខាតពេលវេលាគាត់ផឹកស៊ីជាពិសេសគាត់ប្រើអំពើហិង្សាជារៀងរាល់ថ្ងៃដែលធ្វើឲ្យជំងឺរលាកស្រោមខួររបស់វាកាន់តែធ្ងន់ទៅលាយឡំជាមួយនឹងជំងឺឈីកធ្វើឲ្យវាបាត់បង់ជីវិត